ជាដំបូងសូមជម្រាបសួរនាងខ្ញុំឈ្មោះតឹកស្រីអ៊ីនាងខ្ញុំរៀនជំនាញអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យ Southeast Asia ហើយនាងខ្ញុំរៀននៅចំនួនទី19ហើយថ្ងៃនេះផងដែរនាងខ្ញុំបានលើកកំណាព្យបទពាក្យ7ដែលមានចំណងជើងថាយុវជននិងអក្សរសាស្ត្រជាតិដែលលើកបែបទំនួញប្រេតសូមរីករាយស្ដាប់ដូចតទៅចាប់ចងចាចែងថ្លែងវាចាយកបាំងកាចាបរិយាពោលដោយពាក្យពេចជាសំរាយរៀបរាប់ត្រួតត្រាអង្គសខ្មែរយុវជនជាទ្រាំដល់ថ្លៃថ្លាទីពឹងរាំងសាដល់ពូកែរាំងសាមាយាទចិត្តជាខ្មែរពុំដែលតូនតែចិត្តស្មងត្រង់ដូនតាខ្មែរយើងលោកខំណាំងរិងរក្បួនសាំងមិនបងអង្គស្វាំងស្វែងខ្នាំងខ្នែងកែតំរងដោយមិនបងដើម្បីជាតិបង្កើតអក្សរនិងភាសាតាមក្បួនមាត្រាមិនឲ្យឃ្លាតដល់យុងវង្សជនដទៃទៀតគេដំណើជាតិដល់ថ្លៃថ្លាបើសរសេរហើយមានការកែนุ่งอังสอขมายอดอมไหลเปรียบบานใบโดยกาแก่ชะไนหรือการไขตัวอังคาราអង្គក្លែងមានសំនាងជាខ្មែរសប្បាយហោហែក្រុមរូបា
ក្តីខំតំរាអង្គខែមអើយមរាគិតជាថ្មីអង្គសខ្មែរល្អគ្រប់ទឹងទីខ្មែរគ្រប់ជីវីពិនឆ្លៀងវៃមានតួអង្គសល្អប្របីដូចឆ្នាំងគប់បីត្រូវយល់ដឹងរៀនអង្គនុវត្តដោយសរសេរត្រូវចេញរិញរេនឹងខំប្រឹងដល់យុគវាំងជន់ជាដំណឹងបើបានយល់ដឹងរក្សាបានវឹកហាត់បន្តដោយត្រឹមត្រូវគឺឆ្ពងនាំទៅបានសង្សារយុវជនត្រៀមគ្រប់គ្នាបានកាន់តាមលំអានពីដូនតារក្សាអង្គសឲ្យមានតម្លៃឲ្យគង់រាល់ថ្ងៃជាដំរាអភិវឌ្ឍដំណើរពីដូនតាអង្គសងភាសាឲ្យល្បីសូមអរគុណសូមជម្រាបលា